ក្រោយរឿងរ៉ាវកាន់ចុះតម្លៃ$50ធ្វើឲ្យផ្ទុះពេញបណ្ដាញសង្គមនៅរុស្ស៊ីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025រដ្ឋបាលក្រុងកែបក៏បានចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថាអាជ្ញាធរក្រុងបានសហការជាមួយមន្ទីរទេសចរខេត្តកែបអញ្ជើញអ្នកស្រីឆោមកឹមថៃមុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែបមកសាកសួរដោយលោកស្រីបានបញ្ជាក់ថាគាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេងចំពោះតម្លៃតូបជួលមួយ$50គឺគាត់ក៏បានទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែនគឺក្នុងតម្លៃចរចាប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី4មុខឡើងទៅគឺមិនគិតថ្លៃតូបឡើយតែទន្ទឹមនឹងផ្ទុះរឿងកញ្ចក់មួយជួលអង្គុយលេងតម្លៃ$50លោកផៃវណ្ណៈក៏បានស្នើដល់រដ្ឋបាលក្រុងកែបគួរតែបំភ្លឺមូលហេតុដែលអ្នកលក់ដូរនៅកែបដំឡើងថ្លៃតូបថ្លៃម្ហូបរៀងរាល់ថ្ងៃឈប់សម្រាប់បុណ្យផងតើមានអ្វីនៅពីក្រោយរឿងនេះព្រោះថាបើគ្រាន់តែអញ្ជើញគាត់មកធ្វើកិច្ចសន្យាឡើយមិនបានស្រាវជ្រាវរកឬគល់នៃបញ្ហានោះមិនអាចបញ្ចប់បញ្ហាកើតឡើងដដែលជាដដែលបែបនេះកើតឡើយយ៉ាងណាមិញក្រោយពីបានឃើញលោកផៃវណ្ណៈស្នើឲ្យរដ្ឋបាលក្រុងកែបបំភ្លឺមូលហេតុដល់រស័ព្ទនេះស្រាប់តែពលរដ្ឋដែលដឹងច្បាស់ពីឫសគល់នៃបញ្ហានេះបានបញ្ចេញឲ្យដឹងដោយគ្រប់គ្នាគិតមិនខុសនេះបើយោងតាមពលរដ្ឋម្នាក់បានបញ្ជាក់ប្រាប់ក្នុងខមមិនយ៉ាងដូចនេះថាតូបជួលពីរដ្ឋបាលថ្លៃណាស់ដោយតម្លៃតូបមួយខែអាចពី$500ទៅ$700នេះឃឹមសួរអ្នកជួលផ្ទាល់ម្ចាស់គណនីខាងលើក៏បានបន្តយ៉ាងចាក់ដតទៀតថារដ្ឋអភិវឌ្ឍឆ្នេរធ្វើតូបជួយយករយអាជីវករភេទស្រីចេញមុខអាក្រប់អ្នកយកលុយភេទប្រុសអង្គុយនៅការិយាល័យអ្វីដែលកាន់តែច្បាស់ទៀតនោះពលរដ្ឋម្នាក់ទៀតក៏បានបញ្ចេញការប៉ັດឲ្យបានភ្លឺថាបងហាស៊ើបឲ្យច្បាស់ចាំបកស្រាយបងតាមដែលខ្ញុំដឹងគឺកញ្ចក់នោះគេជួលពីចៅហ្វាយខេត$10,000ក្នុងមួយខែចំណត់ទាំងអស់គឺជារបបម្ចាស់កញ្ចក់ពិតមែនអ្នកចូលកញ្ចក់ឬតូបគេអាចចតបានបងចំណត់អាក់ទុយលេងមិនចូលកញ្ចក់គឺនៅជើងភ្នំគេមានចំណត់សាធារណៈបងបើភ្ញៀវចូលចតចំណត់កញ្ចក់តើភ្ញៀវកញ្ចក់ទៅចតនៅណាចំណត់គេមានយើងមិនដឹងសួរគេទៅកុំទៅចង់ឈ្នះចាញ់ចឹងបងបើគេលក់កាប់គោមេតក៏នៅមានអ្នកគេចូលអង្គុយបានច្បាប់បំផុតនោះគឺគ្រប់យ៉ាងនៅកែបគឺសុទ្ធតែជួលគេដូចគ្នាបងគេជួលថ្លៃណាស់បងจึงឲ្យយើង free មិនកើតបើបងចង់យករឿងនេះមកបកស្រាយបងគួរស្វែងយល់ឲ្យច្បាស់ពីដើមហេតុកុំបន្ទោសអ្នកលក់គួរបន្ទោសចុចឲ្យគាត់យកកាត់បន្ថយថ្លៃជួលទើបធូរបានទាំងអស់គ្នា